ទាំងពី3ទៅ6ឆ្នាំហ្នឹងអត់មានគោលដៅជីវិតអីទេបាយខលទេគឺជាចង់ចេះចង់ដឹងហើយនៅមកការទម្លាប់ចឹងបានយើងទៅឲ្យគាត់ទៅមត្តេយ្យឲ្យគាត់ទៅឆៅខែឲ្យគាត់ទៅ preschool អីណាគេបើគ្រូឆ្លាតបើសាលាគេធំធៅគេធ្វើមិនឲ្យកូនវិញចង់ចេះចង់ដឹងដូចឲ្យទៅពិសោធន៍ដូចថាអានេះបោកអានេះទៅផ្ទុះជាផ្សែងទៀតហ៎អានេះបោកអានេះទៅវាដែតវាចេញពណ៌ហើយគេនាំទៅបណ្ណាល័យគេនាំទៅស្រាមទីអីចឹងគេធ្វើមិនក៏ដោយឲ្យគាត់ចង់ដឹងកាន់តែខ្លាំងវិទ្យាសាស្ត្រហ្នឹងវាមិនធ្វើជាអ្នកមានហ្នឹងវាមិនធ្វើជាអ្នកវិទ្យាសាស្ត្រហ្នឹងវាមិនអ្នកដើរលេងជុំវិញពិភពលោកហ្នឹងចឹងឲ្យតែគាត់ចង់ចេះចង់ដឹងហ្នឹងជោគជ័យចឹងអត់ទាន់ឲ្យបខំឲ្យរៀននេះគឺអានេះគេហៅអាយុនៅបឆោតឲ្យគាត់ចង់ដឹងពីពិភពលោកប៉ុន្តែជាមួយនឹងអាហ្នឹងទម្លាប់ habit is important ទម្លាប់ហ្នឹងបង្កើតទម្លាប់វិជ្ជមានហ្នឹងសំខាន់មែនតើទម្លាប់មិននិយាយថាលេងហើយត្រូវຕົកអីវ៉ាន់អូខេមួយអាទិត្យញ៉ាំ ice cream បានតែម្ដងឯងអត់ញ៉ាំច្រើនដងឯងហើយបើនិយាយច្បាប់ហើយត្រូវតែធ្វើតាមអូខេទម្លាប់ដូចថាយើងរើសកៅអៅឲ្យគាត់ប៉ុន្តែក្នុងចំណោមកៅអៅ5អញ្ចឹងឲ្យគាត់រើសមួយខុសអីខុសទៅឲ្យគាត់សម្រេចចិត្ត habit build a good habit ហ្នឹងសមាធិត្រង់ជួរចេះចែកគេលេងហ្នឹងអាហ្នឹងគេថាសង្គមជប៉ុនដែលល្អណាគេរៀបចំពីមតីហ្នឹងទៅមកឲ្យមនុស្សចេះលេងរៀបតុករៀបអីវ៉ាន់ឲ្យមនុស្សចេះត្រង់ជួរអញ្ចឹងពេលដែលគាត់ឲ្យមនុស្សអត់ចេះយករបស់គេអញ្ចឹងពេលដែលកូនក្មេងហ្នឹងវាគាត់ខ្លាចជាអញ្ចឹងហើយពេលគាត់ខ្លាចជាមនុស្សចាស់ក៏អញ្ចឹងដែរតែសង្គមជប៉ុនហ្នឹងវាសុវត្ថិភាពមែនតើអត់ចេះលួចអត់ចេះខ្លាចបាត់ទេដោយសារអីគេបរៀនពីកូនក្មេងហ្នឹងទៅហើយដែលឃើញសម្រាមនៅលើផ្លូវអញ្ចឹងគោលដៅពួកគាត់គឺអញ្ចឹងឯងឲ្យចង់ចេះចង់ដឹងកុំស្លុតឲ្យគាត់រៀនអាយុប៉ុណ្ណឹងគេគាត់រៀនចាប់ពីថ្នាក់ទី1ទី2ទី3ទៅហើយបង្កើតទម្លាប់